ទេសភាពស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនដល់គ្នាចាទេសភាពវាស្រែបងប្អូនដោយសារតែខ្ញុំបានទៅខាងកំពង់ចាមទៅទីរំខាតបងប្អូនដល់គ្នាចាដល់ពេលចឹងទៅក៏នាងខ្ញុំបានជិះឡានទៅជាមួយបងថ្លៃខ្ញុំចឹងទៅក៏នាងខ្ញុំបានថតទេសភាពតាមដងផ្លូវបងប្អូនដល់គ្នាចាហើយក៏បានឃើញទេសភាពបែបនេះមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើបងប្អូនទេសភាពវាស្រែគឺនឹកស្រុកកំណើតខ្លាំងតែម្ដងបងប្អូនដល់គ្នាចាហើយក៏នាងខ្ញុំជិះដល់ទីរំខាតនាងខ្ញុំក៏ជិះមកកាត់តាមដូចជាអនុវិទ្យាល័យបងប្អូនអរគ្នាចាយល់ទៅគឺថ្ងៃហ្នឹងជាថ្ងៃអាទិត្យបងប្អូនពេលដែលខ្ញុំថតបងប្អូនអរគ្នាចាគឺអត់មានក្មេងៗគាត់រៀនទេបងប្អូនអរគ្នាអញ្ចឹងហើយក៏នាងខ្ញុំថតជាប់អញ្ចឹងទៅក៏នាងខ្ញុំត្រឡប់វិញក៏នាងខ្ញុំថតទេសភាពជាមួយទេសភាពដើមឈើទេសភាពមានជាមួយតពួនមានអីដុះនៅពេញហ្នឹងតែម្ដងបងប្អូនអរគ្នាចាមើលទៅទេសភាពបែបនេះគឺលក្ខណៈថាមើលឲ្យត្រជាក់ភ្នែកខ្លាំងមែនទែនបងប្អូនអរគ្នាចាហើយជួយវីដេអូនាងខ្ញុំគឺមានតែប៉ុណ្ណឹងបងប្អូនចាអរគុណសម្រាប់ទស្សនា